មើលឃើញតែគណៈបកកម្លាំងជាតិនិមិត្តរូបឥឡូវមើលលោករងឈុនលោកជាមនីខ្ញុំសម្គាល់ពួកគាត់បើលោករងឈុនលោកជាមនីឥឡូវយើងជួយចាប់អារម្មណ៍នេះសេចក្តីស្រឡាញ់របស់លោករងឈុននេះណាអត់មានមុខដំណរទេបងប្អូនស្រឡាញ់ខ្មែរទាំងអស់គ្រប់និន្នាការទាំងអស់មែនไหมបងប្អូនទី2ការលះបង់របស់លោករងឈុននេះអត់ទៀមទាសំណងទេសំណងដែលលោករងឈុនទៀមទានោះគឺសំណងផលប្រយោជន៍ប្រជាពលរដ្ឋយកមកជួយប្រជាពលរដ្ឋខ្មែរបងប្អូនតែលោកជានីលោករងឈុនដែលជាអតីតប្រធានសមាគមប្រធានសហជីពមានគំនួយទេបងប្អូនមានចរចាខាងលើជន់ខាងក្រោមទេអត់ទេហើយចុងក្រោយគាត់បានប្រាប់ខ្ញុំថាពីឡាការលះបង់របស់លោកគ្រូនឹងនាំសមាជិកគណៈបកកម្លាំងជាតិដោយសន្យាថាមិនទៅណាចោលប្រទេសកម្ពុជាជាដាច់ខាតបងប្អូននេះហើយគឺជាតម្លៃដ៏អស្ចារ្យអញ្ចឹងទី1សេចក្តីស្រឡាញ់ដែលអត់មានមុខដំណរការលះបង់ដែលអត់មានទាមទារសំណងភាពស្មោះត្រង់ដែលអត់មានគំនួយនិងសន្យាដែលអត់ទៅចោលប្រជាពលរដ្ឋនេះសូមឲ្យស្មារតីរបស់ថ្នាក់ដឹកនាំនេះឲ្យដូចជាថ្នាក់ដឹកនាំកម្ពុជារបស់យើងនេះដើម្បីធ្វើបន្តដំណើររួមគ្នាជួយប្រជាពលរដ្ឋខ្មែរនិងចូលលទ្ធិប្រជាធិបតេយ្យមកជួយប្រជាពលរដ្ឋខ្មែរឲ្យបាននៅឆ្នាំ2027 2023បងប្អូន